សូមជម្រាបសួរប្រិយមិត្តតម្រាប្រវត្តិសូមស្វាគមន៍មកកាន់អេពីសូតទី26នៃតម្រាប្រវត្តិនៅក្នុងអេពីសូតទី26នេះយើងនឹងនិយាយអំពីស្ថានភាពរបស់ប្រទេសកម្ពុជាយើងនៅក្នុងសតវត្សទី17ក្នុងសម័យឧដុង្គក្រោយពីបែកបាក់បន្ទាយលង្វែកមកយើងក៏ឈានចូលទៅដល់សម័យឧដុង្គម្ដងមុននឹងយើងចាប់ផ្ដើមនិយាយអំពីព័ត៌មានទាំងអស់នេះខ្ញុំសូមជម្រាបថាព័ត៌មានដែលខ្ញុំលើកឡើងនេះគឺបានដកស្រង់ចេញពីសៀវភៅប្រវត្តិសាស្ត្រនៃព្រះរាជាណាចក្រកម្ពុជាដែលរៀបរៀងដោយលោកសាស្ត្រាចារ្យអិនអោមសាមេងមុននឹងចាប់ផ្ដើមខ្ញុំក៏សូមឲ្យអ្នកទាំងអស់គ្នាជួយ like share ជាមួយ subscribe channel មួយនេះផងដើម្បីជាកម្លាំងចិត្តរបស់តម្រាប្រវត្តិអញ្ចឹងសម្រាប់អ្នកធ្វើវីដេអូគឺគ្មានអ្វីក្រៅពីការ like ការ share ជាមួយនឹងការ subscribe channel ទេដែលជាកម្លាំងចិត្តជំរុញឲ្យការបង្កើតវីដេអូថ្មីៗទៀតតោះអញ្ចឹងកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមទាំងអស់គ្នាស្ថានភាពព្រះរាជាណាចក្រកម្ពុជាក្នុងសតវត្សទី17ដើមសម័យឧដុង្គ 1. ទំនាក់ទំនងដំបូងជាមួយនឹងប្រទេសដៃវៀតបន្ទាប់ពីការបែកបាក់បន្ទាយលង្វែកនៅឆ្នាំ1595មកព្រះរាជាណាចក្រកម្ពុជាស្ថិតនៅក្រោមឥទ្ធិពលសៀមទាំងស្រុងព្រះមហាក្សត្រសៀមជាអ្នកសម្រេចបញ្ហារាជបល្ល័ង្កកម្ពុជាព្រះមហាក្សត្រសៀមបានតែងតាំងមន្ត្រីកម្ពុជាណាដែលជាទីទុកចិត្តឲ្យកាន់តំណែងសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជាក្រៅពីនេះពាណិជ្ជករអេស្ប៉ាញនិងប៉ូទុយហ្គាល់តែងតែជ្រៀតជ្រែកក្នុងកិច្ចការនយោបាយរបស់ព្រះរាជាណាចក្រកម្ពុជាជារៀងរហូតអស់រយៈកាល25ឆ្នាំគេពុំបានរៀបចំប្រទេសអ្វីបន្តិចឡើយហើយរាជធានីត្រូវផ្លាស់ប្ដូរទីកន្លែងជាញឹកញាប់គឺពីលង្វែកទៅស្រីសន្ធរពីស្រីសន្ធរទៅលង្វែកពីលង្វែកទៅលវាអែមមកដល់ឆ្នាំ1620ទើបព្រះបាទជ័យជេដ្ឋាទី2សម្រេចផ្ទេររាជធានីមកតាំងនៅឧដុង្គក្រោយពីឡើងសោយរាជបាន2ឆ្នាំការតាំងរាជធានីនៅឧដុង្គនេះជាឱកាសឲ្យព្រះបាទជ័យជេដ្ឋាទី2ចាប់ផ្ដើមមានទំនាក់ទំនងជាមួយប្រទេសដៃវៀតក្រោយពីការពង្រឹងអំណាចនិងតាំងរាជធានីនៅក្រុងវ៉េសស្ដេចងមៀនបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើកិច្ចការរបស់រាជវាំងឧដុង្គដំបូងទំនាក់ទំនងនេះមានលក្ខណៈជាទំនាក់ទំនងធម្មតាប៉ុន្តែដោយព្រះរាជាណាចក្រកម្ពុជាទទួលការគំរាមកំហែងពីក្រុងអយុធ្យាមិនចេះចប់ព្រះមហាក្សត្រកម្ពុជាត្រូវតែរកបង្អែកមួយដ៏រឹងមាំគឺក្រុងវ៉េដើម្បីវាយបកយកជ័យជំនះលើពួកសៀមដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជាស្ដេចងវៀនបានលើកបុត្រីមួយអង្គព្រះនាមជៅថ្វាយព្រះបាទជ័យជេដ្ឋាទី2ជាមហេសីដោយមិនសប្បាយចិត្តនឹងសម្ព័ន្ធភាពនេះស្ដេចក្រុងអយុធ្យាបានបញ្ជូនកងទ័ពឲ្យចូលមកវាយប្រទេសកម្ពុជានៅឆ្នាំ1623ម្ដងនិងម្ដងទៀតនៅឆ្នាំ1625ដោយសារគុណបំណាច់នេះព្រះបាទជ័យជេដ្ឋាបានអនុញ្ញាតឲ្យកសិករវៀតណាមចូលមករកស៊ីនិងតាំងភូមិករនៅព្រៃនគរការចូលមករស់នៅនិងបង្កើតភូមិយួននៅតាមមាត់ទន្លេមេគង្គមិនបានប៉ះពាល់ដល់ដីកម្មសិទ្ធិរបស់កសិករខ្មែរទេព្រោះខ្មែរចូលចិត្តនៅលើដីទួលកសិករយួនរស់នៅបានធ្វើឲ្យរាជការខ្មែរទទួលពន្ធដារកាន់តែច្រើន 2. ទំនាក់ទំនងក្រុងឧដុង្គជាមួយក្រុងវ៉េនិងក្រុងអយុធ្យាក្រោយការបាក់បែកក្រុងលង្វែករាជាណាចក្រសៀមតែងចាត់ទុកប្រទេសកម្ពុជាជាសមនរដ្ឋរបស់ខ្លួនជានិច្ចនៅពេលណាដែលមានហេតុការណ៍អ្វីកើតឡើងនៅកម្ពុជាស្ដេចសៀមតែងចូលធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីរៀបចំឲ្យមានសណ្ដាប់ធ្នាប់ឡើងវិញដោយយល់ច្បាស់ពីពុតត្បុតរបស់សៀមព្រះបាទជ័យជេដ្ឋាទី2បានភ្ជាប់ការតាក់ទងជាមួយនឹងស្ដេចក្រុងវ៉េដោយសម្ព័ន្ធភាពនេះហើយទើបរាជាណាចក្រកម្ពុជាបានរំដោះខ្លួនចេញពីចំណុះសៀមមួយរយៈក្រោយពីព្រះបាទជ័យជេដ្ឋាទី2សោយទីវង្គតទំនាស់រាជបល្ល័ង្កបានកើតឡើងជាបន្តបន្ទាប់ក្នុងចំនួនដណ្ដើមរាជបល្ល័ង្ករវាងបងនិងប្អូនរវាងមានិងក្មួយក្នុងរាជវង្សានុវង្សបើភាគីម្ខាងទៅពឹងក្រុងអយុធ្យាខាងទៀតពិតជាទៅពឹងទីក្រុងវ៉េហើយសង្គ្រាមរវាងសៀមនិងយួនក៏បានកើតឡើងនៅលើទឹកដីកម្ពុជានៅឆ្នាំ1659ព្រះបាទបទុមរាជាបានចេញមុខប្រឆាំងនឹងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមដែលជាស្ដេចកាន់សាសនាអ៊ីស្លាមដោយមានជំនួយពីប្រទេសអាណាមព្រះបាទបទុមរាជាបានផ្ដួលរំលំព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមនៅឆ្នាំ1659ដើម្បីថ្លែងអំណរគុណដល់ការគាំទ្ររបស់អាណាមប្រឆាំងនឹងការពង្រឹងសាសនាអ៊ីស្លាមនៅកម្ពុជាព្រះបាទបទុមរាជាបានផ្ដល់សិទ្ធិកាន់កាប់មរតកឲ្យជនជាតិវៀតណាមស្មើនឹងជនជាតិខ្មែរក្រោយការចូលទីវង្គតនៃព្រះបាទបទុមរាជាវិបត្តិរាជបល្ល័ង្កក៏ផ្ទុះឡើងបើកឱកាសឲ្យស្ដេចងវៀនចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជាកាន់តែខ្លាំងនៅឆ្នាំ1672កងទ័ពអាណាមបានចូលមកជួយយកអាសាព្រះអង្គនុនហើយបានជួយស្ដេចអង្គនេះឲ្យឡើងសោយរាជ្យនៅព្រៃនគរហេតុការណ៍បានបណ្ដាលឲ្យមានចម្បាំងរវាងព្រះអង្គនុននិងព្រះបាទជ័យជេដ្ឋាទី4ដែលព្រះរាជាគ្រងរាជ្យនៅឧដុង្គព្រះបាទជ័យជេដ្ឋាទី4បានឡើងគ្រងរាជ្យនៅឆ្នាំ1675ក្នុងរាជ្យរបស់ព្រះអង្គផ្ទៃក្នុងប្រទេសមានស្ថិរភាពខាងនយោបាយព្រះអង្គបានលើករាជធានីពីឧដុង្គទៅតាំងនៅទ្រនំជ្រឹងសម្រងទងចម្បាំងជាមួយព្រះអង្គនុននៅតែបន្តទៀតស្ដេចក្រុងវ៉េបានបញ្ចុះបញ្ចូលឲ្យព្រះអង្គនុនព្រមព្រៀងឲ្យជនជាតិចិនភៀសខ្លួនមកតាំងទីលំនៅឋាននៅលើវាលទំនាបទន្លេមេគង្គនៅឆ្នាំ1682
ព្រះអង្គនុនបានបង្កើតកម្លាំងទ័ពដោយមានការចូលរួមពីជនភៀសខ្លួនចិនហើយបានធ្វើការវាយប្រហារមកលើព្រះបាទជ័យជេដ្ឋាទី4ប៉ុន្តែពុំបានជោគជ័យទេនៅឆ្នាំ1689ព្រះអង្គនុនបានធ្វើចម្បាំងវាយលុកសាជាថ្មីហើយដណ្ដើមបានទីក្រុងភ្នំពេញម្ដងនេះព្រះបាទជ័យជេដ្ឋាទី4បានបង្ខំចិត្តបែងចែកទីក្រុងស្រីសន្ធរឲ្យព្រះអង្គនុនប៉ុន្តែក្រោយនោះបន្តិចព្រះអង្គនុនក៏សគត់ឆ្លៀតឱកាសស្ថានភាពនេះស្ដេចក្រុងវេបានប្រកាសថារាជសម្បត្តិរបស់ព្រះអង្គនុននៅព្រៃនគរនិងដែនដីនៅត្រើយខាងឆ្វេងវាលទំនាបទន្លេមេគង្គត្រូវបញ្ចូលក្នុងទឹកដីដៃវៀតទំនាក់ទំនងជាមួយប្រទេសដៃវៀតមានសភាពតឹងតែងជានិច្ចរហូតដល់ដើមសតវត្សទី18ទំនាក់ទំនងខាងកម្លាំងទ័ពនៅតាមព្រំដែនខាងលិចនៃប្រទេសកម្ពុជាមានសភាពស្មើគ្នាពួកសៀមពុំបានបង្កការលំបាកអ្វីដល់ខ្មែរទៀតដែរបាទនេះគឺជាព័ត៌មានមួយចំនួនទាក់ទងជាមួយនឹងប្រទេសកម្ពុជាយើងនៅក្នុងសតវត្សទី17ក្នុងសម័យឧដុង្គយើងឃើញហើយក្នុងសម័យឧដុង្គគឺយើងចាប់ផ្ដើមបែងចែកប្រទេសជាពីរហើយបែកខាងគ្រប់គ្រងដោយអាណាមឬដៃវៀតជាមួយនឹងបែកម្ខាងទៀតគ្រប់គ្រងទៅដោយសៀមឬក្រុងអយុធ្យាអញ្ចឹងសង្គ្រាមផ្ទៃក្នុងក៏បានកើតឡើងមិនត្រឹមតែសង្គ្រាមរវាងខ្មែរនិងខ្មែរទេប៉ុន្តែសង្គ្រាមរវាងវៀតណាមជាមួយនឹងសៀមក៏បានកើតឡើងនៅក្នុងទឹកដីកម្ពុជាផងដែរនេះគឺជាប្រវត្តិសាស្ត្រពិតដែលយើងមិនអាចកែប្រែបានហើយវីដេអូរបស់យើងក៏ឈានមកដល់ទីបញ្ចប់ផងដែរសូមអរគុណចំពោះការចំណាយពេលដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាក្នុងការតាមដានវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់តម្រាប់ប្រវត្តិសូមអរគុណសូមជម្រាបលា